សម្រាប់ការដំណើរមកយើងចឹងសូមស្រែកជ្រាបរួមគ្នាជាមួយនឹងបណ្ឌនគររាជណានេះខ្ញុំរកពី1 13ដានដីខ្មែរបាទដានដីខ្មែរដានដីខ្មែរចាអធិស្ឋានតរួមគ្នា1 2 3ចាំម្ដងសម្រាប់ស្រួលកិច្ចការងារទាំងអស់ដើម្បីការដំណើររបស់យើងនឹងពីដើមទីដល់ចប់នៃព្រឹត្តិការណ៍របស់យើងនេះគឺនឹងចប់ទៅដោយរលូនមិនមានឧបទ្ទហេតុឬនៅសម្រាប់ការដំណើរមកយើងចឹងសូមស្រែកជ្រាបរួមគ្នាជាមួយនឹងបណ្ឌនគររាជណានេះខ្ញុំរកពី1 13ដានដីខ្មែរបាទដានដីខ្មែរដានដីខ្មែរចាអធិស្ឋានតរួមគ្នា1 2 3ចាំម្ដងសេដ្ឋកិច្ចក្រៅប្រព័ន្ធអីគាត់ថាច្រើនដែលគាត់មកចូលរួមមានទាំងបងប្អូនជនពិការថែមទៀតចាហើយយើងឃើញថាថ្ងៃនេះក៏ភ្ជាប់ទៅនឹងព្រឹត្តិពិធីចម្រើនប្រជជនសម្ដេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដល់ខ្ពស់ហើយមាននៅលើករូបថតរបស់សម្ដេចតេជោហ៊ុនសែនមានលើករូបសម្ដេចធិបតីហ៊ុនម៉ាណែតហើយមាននៅរូបព្រះឆាយាល័ក្ខណ៍របស់ព្រះបរមរតនកោដ្ឋថែមទៀតចាសម្ដេចព្រះនរោត្តមសីហនុជាតិជាគោលហើយប៉ុន្តែយើងក៏នឹងអនុវត្តនៅយោធាប្រសិនបើឈ្លានពានឬក៏ជាតម្រូវបញ្ហាថាជាការចុងក្រោយដាក់សម្ពាធមិនรับชมข่าวทุกเรื่องราวได้ทุกวันที่นี่หากคุณมีเรื่องร้องทุกข์ส่งข้อมูลมาได้ที่ inbox ข่าวสดทุกช่องทางขอบคุณสำหรับทุกการติดตามนะคะ